ngày nắng nhomយក4 skin មកចែកជូនដល់គ្នាមើលទៀតហើយហើយក្នុងហ្នឹងក៏មានណាមួយដែរតើគ្នាគឺ skin ហ្នឹងខ្ជូតខ្លាំងមែនតើហើយបើសិនជាតើគ្នាចង់ដឹងពីរបៀបដាក់ skin ហ្នឹងគឺអាចចូលក្នុង Telegram ខ្ញុំបានណាខ្ញុំដាក់ link នៅលើ caption ហ្នឹងអូខេតើកុំឲ្យខាតពេលវេលាយូរទៀតយើងចូលទៅដល់វីដេអូយើងទាំងអស់គ្នាដោយ skin 4 ហ្នឹងមានដូចជាណាជាមួយនឹងអាន់យ៉ាទី2 Thu ជាមួយនឹង Rockly ហើយទី3 Hayabusa ជាមួយនឹង Kakashi ហើយមួយចុងក្រោយហ្នឹងគឺមាន Nato ជាមួយនឹង Kusen ក្នុងចំណោម skin 4 ហ្នឹងមាន2 skin ចុងក្រោយហ្នឹងទី1គឺ Kakashi ជាមួយនឹង Hayabusa ហើយមួយទី Kusen ជាមួយនឹង Minato ហ្នឹងគឺមុនតិនគេមានកម្រងនឹងចេញមកជាមួយនឹង skin Naruto អីហ្នឹងឯងដល់គ្នាក៏ប៉ុន្តែអានេះគឺជាប្រភេទ skip skin ទេអញ្ចឹងហើយ skill effect ដែលគេចេញមកហ្នឹងវាអាចនឹងមិនមែនបែបហ្នឹងទេវាអាចនឹងលុយជាងហ្នឹងអញ្ចឹងណាអូខេតោះឥឡូវខ្ញុំផ្ដើមជាមួយនឹង skin ណាជាមួយនឹងអាន់យ៉ាមុនគេណែមើលដំណើរដើរតើគ្នាអើយកាងខ្លាំងមែនតើហើយដើរកាន់អីគេនៅចិត្តដៃនៅតើគ្នាគ្មានបានកាន់ទេមើលទៅដូចហោះអញ្ចឹងយីដល់កហ្មងអាពេលដើរហ្នឹងដើរឡើងកាងឡើងពើងធុងហ្មងតែដល់ពេលឈរនេះគឺឈរដាក់ដៃចុះធម្មតាអញ្ចឹងទេតែនៅគ្រាន់តែពេលដើរហ្នឹងវាពើងធុងយកមកវាខ្មើណាសម្រាប់ record វិញក៏មាន animation នេះទេតើគ្នាគឺវាធម្មតាហ្នឹងឯងឥឡូវយើងមកមើល skill ទី1វាម្ដងថាដាក់ទៅវាចេញមិនតែកុបប៉ខ្ញុំមានភ្ញាក់ដែរតើគ្នាដោយសារតែវាចេញទៅវងឡើងដូចសុននេះអារបស់កាន់នៅដៃហ្នឹងដូចជាពណ៌លឿងទេដល់ពេលកុបចេញមកវាចេញពណ៌នេះវិញ skill ទី1មិនសូវសាមមិនអីទេតើគ្នាតែបាន skill ទី2យើងដាក់ទៅចេញតុក្កតាអញ្ញាមកនេះអូឡើងខ្ជូតយកហ្មងតើគ្នារួចខ្ញុំខំប្រឹងដើរទៅខាងនេះផងខាងនោះផងដាក់ឲ្យវាឃើញមុខចឹងណាចង់ដឹងមុខវាមិនតែដាក់ទៅវាបែរទៅនេះបែរទៅនោះអញ្ចឹងហើយមានតែឈរពីខាងក្រោយឲ្យបោះមើលណែឡើងខ្ជូតហ្មងណាហើយខ្ញុំក៏ធ្លាប់ឃើញព័ត៌មានមួយដែលគេនិយាយថា Mobile Legends អាចនឹង collab ជាមួយនឹង anime Spy Family នឹងដែរតើគ្នាអញ្ចឹងហើយក៏អាចនឹងចេញណា skin នឹងមកមែនតើណាបើចេញមកឲ្យដាក់ឆ្មាចេញតុក្កតាអញ្ចឹងណាដឹងតែលក់ដាច់ទៀតហើយ player ណាដឹងអស់លុយទៀតហើយសម្រាប់ skill ទី3ក៏សារដែរតើគ្នានៅពេលដែលដាក់ទៅគឺចេញឈ្មោះអាន់យ៉ាមកតែម្ដងវាមួយយ៉ាងដែរឥឡូវហ្នឹងខ្ញុំធ្វើការ add bot មួយដើម្បីយើងដាក់ឆ្មាចង់ដឹងថាពេលចូលឆ្មាទៅវាចេញមិនចឹងណាតើគ្នាអូខេតោះ1 2 3ប៉អេចេញឡើងកូនទូចមុនហ្នឹងណាបើសិនជាយើងដាក់ទៅអត់ត្រូវមនុស្សទេវាចេញមករៀងធំតែដល់ពេលត្រូវមនុស្សហ្នឹងគឺវាចេញទូចវិញតើគ្នាលេងសើចអីខ្ជូតមែនតើហ៊ានតែចេញមកអញ្ចឹងមែនណាមុនតុនម្នាក់លេងខ្លាចឆ្មាឲ្យរត់ចូលឆ្មាហ្មងព្រោះអីវាចេញខ្ជូតពេកហើយមានគ្នាយើងមួយសួរខ្ញុំថាវាយដៃធម្មតាហ្នឹងអីគេវាយដៃធម្មតាហ្នឹងគឺខ្ញុំចង់សំដៅលើ basic attack នេះអាវាយអញ្ចឹងតើគ្នាអត់មានប្រើ skill ឡើយយើងចុចវាយធម្មតាហ្នឹងអាហ្នឹងគឺខ្ញុំហៅវាយដៃធម្មតាហើយសម្រាប់ skin ហ្នឹងគឺមានតែប៉ុណ្្នឹងឯងតើគ្នាតែឲ្យបន្ទុកប៉ុន្មានដែរបើខ្ញុំវិញគឺពេញចិត្តស្ដោខ្លាំងមែនតើឥឡូវហ្នឹងគឺយើងចូលទៅដល់ skin ទី2ដែលជា skin Hayabusa ជាមួយនឹង Kakashi សម្រាប់ដំណើរនៃការដើរហ្នឹងគឺវាដូចតែ Haya ដែរទេតើគ្នាសារតែ Haya ហើយនឹង Kakashi ហ្នឹងគឺនិនចាដូចគ្នានឹងបាច់ទៅកាយច្រើនទេដាក់ដើរដូចតែគ្នាអញ្ចឹងតែហ្មងទៅឥឡូវយើងមកមើលជាមួយនឹងការវាយដៃធម្មតានេះគឺអត់មានអីផ្លាយច្រើនទេហើយជាមួយនឹងការ record ក៏អត់មានអីផ្លាយដែរតើគ្នាអត់មាន animation អីសោះតែម្ដងអញ្ចឹងហើយគឺយើងចូលទៅមើលជាមួយនឹង skill ទី1តែម្ដងសម្រាប់ skill ទី1ហ្នឹងបើសិនជាយើងចាប់អារម្មណ៍មើលទៅគឺឃើញអាវុធ3គ្រាប់នៅកន្លែងនោះតើគ្នាតែវាចេញមកវារៀងលឿនដែរបើឃើញច្បាស់តែរូបនាគពណ៌បៃតងហ្នឹងឯងព្រោះបើ skill ទី2គេនេះវិញដាក់មកចេញចចកប៉ុនយ៉ាក់មកតើគ្នាអើយធំខ្លាំងមែនតើបាច់តែថាខ្លាចអីច្រើនឯងគាត់ឃើញចចកគេហ្នឹងញ័រសាច់បាត់ហើយឥឡូវហ្នឹងធ្វើការ add ជាមួយនឹង bot មួយហើយតែ skill ទី1លេងទៅនៅពេលដែលយើងដាក់ skill ទៅតើអ្នកគ្នាចេញជាមួយនឹងរូប Kakashi នៅលើក្បាលហ្នឹងទៀតដែរអាមណាតាតមកទៀតយើងតែ skill ទី2ទៅលើ enemy ម្ដងនៅពេលដែលយើងដាក់ចំទៅគឺវាលោតរូប Kakashi ហ្នឹងដូចតែគ្នាហ្នឹងឯងតើគ្នាវាដូចជាមានអីផ្លាយទេ skill ទី2ហ្នឹងនៅពេលដែលដាក់ត្រូវ enemy ប៉ុណ្ណឹងឥឡូវយើងមកសាកជាមួយនឹង skill ទី3នៅពេលដែល enemy ចិត្តដាច់តើគ្នាឃើញផ្ទះមួយផ្លែតអត់គាត់ទៅពេលចិត្តដាច់ភ្លាមផ្ទះមកពីលើផ្ដាច់យកតែម្ដងហើយសម្រាប់ skin Kakashi ហ្នឹងក៏មានតែប៉ុណ្្នឹងដែរតើគ្នាចាំឲ្យបន្ទុកផងណាយើងចូលមកដល់ skin ទី3ដែលជា skin Thu ជាមួយនឹង Rockly skin មួយហ្នឹងវាដូចតែ Haya មិនអញ្ចឹងគឺអត់មាន animation នៃផ្លាយច្រើនទេតើគ្នាមកមើលជាមួយនឹង basic attack វិញគឺវាផ្លាយដែរតើគ្នាគ្រាន់តែចេញពណ៌តិចតួចទេហ្នឹងឯងបន្តមកទៀតគឺយើងមកមើលជាមួយនឹង skill ទី1គឺយើងដាក់បាន3ដងនៅពេលដែលលោតត្បូងដល់គ្នាមានអារម្មណ៍ថាដូច skill ទី2របស់ Luka អញ្ចឹងឃើញអត់វាក៏វីទៅវិញទៅមកពេញនឹងហឺមិនអញ្ចឹង
តែវាបានស្គីទី2ហ្នឹងយ៉ាងស្អាតដែរឥឡូវយើងធ្វើការ add ជាមួយនឹង bot មួយហើយតេស្តជាមួយនឹងស្គីទី3ចង់ដឹងថាស្គីទី3ដាក់ទៅវាស្អាតមិនចឹងណាយើងប្រុងប្រៀបក្នុងការទាត់ដាក់មួយជើងទៅពេលដែលកធប់តោះគ្នាចេញរូប broccoli ទូចញាប់នៅកន្លែងនេះខ្ជូតខ្លាំងមែនតើខ្ញុំចាប់អារម្មណ៍ថាមុនហ្នឹងដូចជាឃើញរូបសានជីនៅខាងគៀននោះដែរមកឥឡូវធ្វើការសាក់ទាត់ម្ដងទៀតមើលវាចេញមែនអត់ទឹកមួយជើងត្រឹតនោះចេញមែនតើតោះគ្នារូបសានជីឡើងប្រប៉ុណ្ណៃណានោះសង្ស័យតែអ្នកបង្កើត skip skin ហ្នឹងគេខ្ជិលដូរទេដឹងតែមិនអីទេតើគ្នានៅពេលដែលតកធប់ទៅវាលោតអា broccoli ទូចញៀបហ្នឹងមកខ្ជូតខ្លាំងមែនតើហើយនៅពេលដែលយើងវាយ enemy ងាប់តើគ្នាគឺវាលោតអាកន្លែង KO perfect អីហ្នឹងមកគឺលយខ្លាំងមែនតើ skin ឈូដែលគេដាក់មកមួយហ្នឹងភាគច្រើនគឺវាអែមហ្មងកម្រថាវានឹងទៅភ្នែកតើគ្នាអូខេមុននឹងចូលទៅដល់ skin ចុងក្រោយខ្ញុំសុំកាន់បន្តិចតើគ្នាបើសិនជាគ្នាយើងណាចង់បានសុំទូរស័ព្ទសាមានតម្លៃសមរម្យហើយគុណភាពល្អហ្នឹងតើគ្នាមកមើលខាង Ricky Store បានណាសម្រាប់រូបហ្នឹងគឺយើងអាចដាក់បានតាមចិត្តតែម្ដងខែហ្នឹងមានទាំង Android និង iOS ហ่าតើគ្នាអញ្ចឹងហើយបើសិនជាចង់ទិញអីគឺអាចឆាតចូលក្នុង page Ricky Store បានណាអូខេតែខ្ញុំនិយាយតែប៉ុណ្្នឹងទៅយើងចូលទៅដល់ skin មួយចុងក្រោយរបស់យើងតែម្ដងមួយចុងក្រោយហ្នឹងគឺជា skin Gusen ជាមួយនឹង Minato សម្រាប់ការដើរហ្នឹងគឺវារៀងអាមដែរដូច skin Cable Gusen វាដើរកោងអញ្ចឹងណាហើយ skin ផ្សេងៗហ្នឹងក៏វារៀងកោងដែរតែ skin នេះគឺវាដើររៀងពើងធូងអញ្ចឹងទៅគឺវារៀងលយដែរសម្រាប់ការ decor វិញគឺវាមាន animation តិចតួចអាចនឹងទទួលយកបានមកឥឡូវនេះយើងធ្វើការតេស្តជាមួយនឹង Skill Effect ម្ដងតើគ្នាសម្រាប់ Skin Gusen មួយនេះគឺខ្ញុំពេញចិត្តខ្លាំងមែនតើអត់មានអីដែលតោះចិត្តខ្ញុំទេទាំងការដើរការ record ទាំង Skill Effect Skill ទី1 Skill ទី2 Skill ទី3ហ្នឹងគឺអាមទាំងអស់តែម្ដងមើលសូម្បីតែអាវុធចេញមកក៏បាត់ហ្នឹងគឺលយហើយដាក់ Skill ទី2នេះក៏លយ Skill ទី3ក៏លយទាំងអស់តែម្ដងហានេះគឺជាពេលសូបក៏បាត់ចូលនិយាយទៅដូចខ្ញុំថាអញ្ចឹងអត់មានអីតើចិត្តទេតើគ្នាអាមយកហ្មង skin ហ្នឹងហើយសម្រាប់វីដេអូហ្នឹងក៏វាមានតែប៉ុណ្្នឹងដែរតើគ្នាបើសិនជាចង់បានវីដេអូថ្មីរបៀបអញ្ចឹងទៀតកុំភ្លេច like page ម្នាក់មួយផងហើយអ្នកនៅក្នុង YouTube កុំភ្លេចចុច subscribe ខ្ញុំម្នាក់មួយផងណាអូខេបាយបាយជួបគ្នាវីដេអូក្រោយទៀត